ខ្ញុំឈ្មោះពិសីជាអ្នកផលិតមាតិកាបែបស្នេហាតាមបណ្ដាញសង្គមកាត់ឡើងទៅខ្ញុំគិតថាទេវតាច្បាស់ជាមិនឲ្យខ្ញុំនៅតាមម្នាក់ឯងនោះទេប្រកាសណាស់ថានឹងបានជួបគូនៅថ្ងៃណាមួយបើសួរថាខ្ញុំចង់បានស្នេហាបែបណាខ្ញុំច្បាស់ជាត្រូវការទំនាក់ទំនងស្នេហាមួយដ៏ល្អនិងរឹងមាំបំផុតខ្ញុំចង់បានស្នេហាដែលមានទំនាក់ទំនងបែបចាស់ទុំស្រឡាញ់យើងពិតប្រាកដជួយជុំចែងគ្នានិងអាចរីកចម្រើនទៅមុខរួមគ្នាបានម្យ៉ាងទៀតចំពោះខ្ញុំស្នេហាដែលរឹងមាំជាស្នេហាមនុស្សពីរនាក់យល់ច្បាស់ពីគ្នាមើលថែយកចិត្តទុកដាក់ផ្ដល់អារម្មណ៍កក់ក្ដៅចំពោះគ្នាទៅវិញទៅមកជាអារម្មណ៍ស្នេហាមួយដែលពោរពេញទៅដោយគំនិតចាស់ទុំនិងអាចបន្តដំណើរជីវិតទៅមុខជាមួយគ្នាបានបើគេស្រឡាញ់យើងពិតច្បាស់ណាស់ថាគេនឹងទទួលយកអ្វីដែលយើងមានទាំងចំណុចខ្លាំងនិងចំណុចខ្សោយរបស់យើងស្នេហាភាពដូចជាសៀវភៅដែលគ្រប់ទំព័រសុទ្ធសឹងតែមានអត្ថន័យនិងបង្កប់នូវរឿងរ៉ាវជាច្រើនតើស្នេហាបែបនេះអាចស្វែងរកនៅណាបានណោះ